show ពាក់ព័ន្ធនឹង Marco Rashford Marco Rashford វាមិនគួរឲ្យជឿទេក្រោយពីគាត់បានន័យថាចូលរួមជាមួយនឹងក្រុមបាល់ទាត់ Aston Villa លេងអាចនិយាយបានថាដូចជាបានប្រហែលលេងឲ្យ Aston បានលេងឲ្យ Aston បានមកប្រកួតថ្មីលេងឲ្យ Aston បាន5ប្រកួតលេងឲ្យ Aston បាន5ប្រកួតប៉ុន្តែអាភាពបាត់បែនហើយនឹងទេពកោសល្យដែលគាត់មាននោះគឺធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអង់គ្លេសគឺលោក Thomas Tuchel បានកោះហៅគាត់ឲ្យចូលលេងក្នុងជម្រើសជាតិអង់គ្លេសសារជាថ្មីបន្ទាប់ពីអខានវត្តមាននៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះបានន័យថាប្រសិនបើ Rashford នៅតែបន្តលេងនៅ Manchester United យើងស្រមៃមើលថាតើគាត់អាចមានឈ្មោះលេងនៅជម្រើសជាតិទេគឺប្រកាសជា say no ហើយប៉ុន្តែឥឡូវនេះគឺមិនទេវាហាក់ដូចជាគាត់ត្រូវបានរួចផុតពីបណ្ដាសាមួយដែលត្រូវបានដាក់បណ្ដាសានៅក្នុងកំឡុងពេលដែលគាត់លេងនៅ Manchester United ប៉ុន្តែដល់ពេលគាត់ចាក់ចេញមកកាន់ Aston Villa វាធ្វើឲ្យបរិបទនៃការលេងបាល់ទាត់របស់គាត់គឺផ្លាស់ប្ដូរមែនទែនពូក៏សប្បាយចិត្តដែរនៅពេលដែល Marco Rashford ចូលជម្រើសជាតិឲ្យក្រុមតោកំណាចអង់គ្លេសហើយបើតាមក្រុមការងារជិញ្ចក់ TV បានទទួលបានក្រុមជម្រើសជាតិអង់គ្លេសដែលមានឈ្មោះទាំងអស់មានដូចជា Jody មាន Dean Henderson មាន Pickford មាន Ramsdale មាន Trafford មាន Burn មាន Colwill មាន Guehi មាន James មាន Eric Gonza មាន Lewis Kelly មាន Lamento មាន Gonza មាន Walker មាន Bellingham មានEasy មាន Jordan Henderson មាន Jones Cole Palmer Declan Rice Reece James Roger Bowen Foden Gordon Harry Kane Rashford ហើយនិង Solanke នេះគឺជាបញ្ជីឈ្មោះរបស់ក្រុមបាល់ទាត់តោកំណាចអង់គ្លេសអញ្ចឹងអបអសាទរសម្រាប់ Rashford គាត់លេងឲ្យ Aston ប្រហែល5ប្រកួតសោះអាចធ្វើឲ្យអារម្មណ៍ឬក៏ការសម្លឹងមើលឃើញរបស់គ្រូជម្រើសជាតិថ្មីរបស់អង់គ្លេសគឺលោក Thomas Tuchel ហើយគាត់លេងនៅក្នុងព្រឹត្តិការណ៍ដូចជាជិតដល់ការជម្រុះ World Cup ជម្រុះ World Cup ដែលគេត្រៀមធ្វើឡើង2021នៅ3ប្រទេសផ្សេងគ្នាមាន Mexico Canada ហើយនិង United States